大城市的生活吧，假如នៅក្នុងទីក្រុងធំជាចូល很快បើលបឿនបើគឺលឿនណាស់ជាងការផ្លាស់ប្ដូរលឿនបាទបើយើងយឺតយើងពិបាករស់នៅក្នុងគេហៅថាតំបន់ក្រុងការចំណាយក៏ច្រើនដែរបាទ大城市的生活节奏很快我们需要放慢ពួកយើងត្រូវតែបន្ធូរបន្ថយតិចបាទ生活的节奏បាទលបឿននៃការរស់នៅជាងក៏ក្តីសម័យរបស់យើងធំពេកហើយយើងចង់ដើរលឿនធ្វើយើង stress ហ្នឹងគេឲ្យយើង放慢生活的节奏បាទ读书可以调整ការសិក្សារៀនសូត្រអាចសម្រួល我们的生活节奏បើលបឿននៃការរស់នៅរបស់ពួកយើងបាទយើងកុំរត់តាមគេលឿនពេកបាទមនុស្សមានជីវភាពផ្សេងគ្នាបាទយើងរស់នៅក្នុងគេហៅថាជីវភាពដែលយើងអាចរស់នៅបានបាទ跑步时ពេលរត់ហ្នឹង要保持好自己的节奏ត្រូវរក្សាឲ្យបានល្អនៅលបឿនបាទខ្លួនឯងចឹងមិនមែនឃើញគេរត់លឿនយើងរត់លឿនតាមគេបាទយើងមើលលើសុខភាពរបស់យើងបាទយើងមើលលើសុខភាពបេះដូងរបស់យើងបាទថាតើយើងអាចរត់លឿនបានប៉ុណ្ណាបាទ跑步时要保持好自己的节奏